រឿងនាងរញ្ជុមាលាការមិនប្រទុះជាសិរីក្នុងលោកកាលព្រះសម្មាសម្ពុទ្ធគង់នៅក្នុងវត្តចេតពុននាក្រុងសាវត្ថីកាលនោះមានកុមារីម្នាក់ជាកូនរបស់ទាសីអ្នកបម្រើព្រាហ្មណ៍ម្នាក់ក្នុងស្រុកគិយាឯនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍នោះតាំងតែពីនាងកុមារីកូនទាសីរបស់ខ្លួនកើតឡើងមិនដែលបានសប្បាយចិត្តសោះតែឃើញកុមារីនោះកាលណាសេចក្តីក្រោធកើតឡើងក្នុងកាលនោះចំណែកនាងកុមារីដល់ធំឡើងក៏បម្រើព្រាហ្មណីជាមួយនឹងម្ដាយប៉ុន្តែនាងពុំដែលបានសប្បាយចិត្តសោះព្រោះនាងព្រាហ្មណីចេះតែវាយដំជេរប្រតិចជានិច្ចរាល់ថ្ងៃមួយនាងកុមារីនោះទៅរកទាសីនាយសំពៅកោសក់ឲ្យលុះកោហើយក៏ប្រញាប់ប្រញាល់ត្រឡប់មកវិញនាងព្រាហ្មណីក៏លេចឃើញក្បាលត្រងោលខឹងណាស់ទើបយកខ្សែគោមួយចង្វាយស្ទុះទៅសំពងនាងកុមារីនោះហើយចងកនាងដឹកយកទៅផ្ទះខ្សែដែលចងនោះមិនស្រាយឡើយទើបមនុស្សទាំងឡាយហៅនាងកុមារីនោះថារញ្ជុមាលានាងរញ្ជុមាលានេះបានជាចៅហ្វាយចេះតែស្អប់ឃើញមុខមិនបានព្រោះកាលពីជាតិមុនក្នុងសាសនាព្រះពុទ្ធកស្សបៈនាងជាចៅហ្វាយនាយរបស់នាងព្រាហ្មណីបានវាយទះតប់ទាសីរបស់ខ្លួនឥតត្រាប្រណីឡើយបានជាពានោះតាមមកជាប់បណ្ដាឲ្យនាងព្រាហ្មណីជេរប្រតិចវាយទះតប់ខ្លួនវិញឯនាងរញ្ជុមាលានេះជាស្ត្រីមានចិត្តធ្ងន់បំផុតមិនដែលខឹងតបតដោយពាក្យសម្ដីឬដោយអាការៈណាមួយចំពោះនាងព្រាហ្មណីជាចៅហ្វាយឡើយថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រមើលមើលនិស្ស័យសត្វបានជ្រាបថានាងរញ្ជុមាលាជាស្ត្រីមាននិស្ស័យខ្ពស់ត្រូវបានសម្រេចដល់សោតាលុះទ្រង់ជ្រាបដូច្នោះហើយពេលថ្ងៃរសៀលក៏និមន្តទៅក្នុងព្រៃក្រោមដើមឈើមួយដើមក្បែរភូមិនាងព្រាហ្មណីនោះឯនាងរញ្ជុមាលាកាលបើចៅហ្វាយចេះតែធ្វើបាបខ្លាំងដូច្នោះនាងព្រួយចិត្តខ្លាំងណាស់ក៏កាន់ក្អមធ្វើជាទៅដងទឹកហើយលួចរត់ចូលទៅក្នុងព្រៃដើម្បីចងកទៅដល់ឃើញដើមឈើធំមួយក៏ឡើងទៅខាងលើយកខ្សែម្ខាងចងកខ្សែម្ខាងចងភ្ជាប់ទៅនឹងមែកឈើបំរុងនឹងលោតសម្រាប់ខ្លួនស្រាប់តែឃើញព្រះសម្ពុទ្ធគង់ក្រោមម្លប់ឈើមួយដើមក្បែរឈើដែលខ្លួនឡើងនោះសេចក្តីជ្រះថ្លាក៏កើតឡើងទើបនាងស្រែកខ្សែអំពីកហើយចុះទៅថ្វាយបង្គំព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់ត្រាស់សួរថានាងមកមានការអ្វីនាងរញ្ជុមាលាបានថ្លែងប្រវត្តិរបស់ខ្លួនថ្វាយព្រះសម្មាសម្ពុទ្ធជាម្ចាស់តាំងពីដើមរហូតដល់ចប់លុះចប់ហើយព្រះសម្ពុទ្ធទ្រង់សម្ដែងអនុពពិកថាឲ្យនាងស្ដាប់នាងស្ដាប់ចង់ស្មារតីស្ដាប់ដរាបដល់ចប់ក៏បានសម្រេចសោតាបត្តិផលហើយថ្វាយបង្គំលាព្រះសម្ពុទ្ធក៏ដៀតក្អមដងទឹកទៅផ្ទះវិញកាលនោះព្រាហ្មណ៍ជាស្វាមីរបស់នាងព្រាហ្មណីកំពុងអង្គុយនៅមាត់ទ្វារនាងទៅណាយូរម្លេះមកវិញស្រាប់តែញញឹមញញែមនាងប្រាប់ចៅហ្វាយថាខ្ញុំបានជួបនឹងព្រះសម្ពុទ្ធព្រះអង្គគង់នៅក្នុងដងព្រៃក្បែរភូមិខ្ញុំស្ដាប់ធម៌របស់ព្រះអង្គបានជាយូរក្រមកមនុស្សទាំងឡាយក្នុងស្រុកគិយាបានឮថាព្រះមានព្រះភិក្ខនិមន្តមកក៏នាំគ្នាទៅបបួលនាងព្រាហ្មណីទៅថ្វាយបង្គំព្រះសម្ពុទ្ធកាលបើមហាជនបានទៅជួបជុំហើយព្រះសម្ពុទ្ធទ្រង់សម្ដែងអំពីអតីតនិទានរបស់នាងព្រាហ្មណីនិងនាងរញ្ជុមាលាឲ្យមហាជនបានដឹង
លុះចប់ហើយនាងព្រាហ្មណីនិងស្វាមីរបស់នាងព្រមទាំងមហាជនដែលទៅស្ដាប់ធម៌ទាំងប៉ុន្មានក៏បានដល់នៅត្រៃសរណគមខ្លះបានរក្សាសិល 5 ខ្លះចាប់តាំងពីថ្ងៃនោះមកនាងព្រាហ្មណីនិងនាងរញ្ជុមាលាបានរាប់អានគ្នាដូចជាបងប្អូនបង្កើតដរាបដល់អស់ជីវិតឯនាងរញ្ជុមាលាលុះធ្វើមរណកាលទៅបានទៅកើតក្នុងស្ថានតាវតឹងសោតទិព្វសម្បត្តិជាសុខក្សេមសាន្ត